បងប្អូននេះគឺជាការទាំងថ្ងៃរបស់ពូរបស់ខ្ញុំហ្នឹងហើយเราចាប់ដើមផ្កាទៀតហើយផ្កាច្រើនហើយក្តាប់ក៏ច្រើនដែរបងប្អូននេះក្តាប់មកក្តាប់ច្រើនណាស់បងប្អូនអើយថ្ងៃនេះអបសុកពេកមកខាងក្រោយលេងវាក្តៅភ្លៀងប្រហែលថ្ងៃមកវាត្រជាក់ហ្នឹងហើយបើយើងមកដើរលេងតិចព្រោះដោយសារការងារឥឡូវរៀងស្បើយដែរអញ្ចឹងវាមិនស្បើយបងប្អូនសំខាន់វាអត់មានអីវ៉ាន់មកពីថៃអញ្ចឹងស្ទះអីវ៉ាន់បងប្អូនអើយបាត់អីវ៉ាន់តាំងពីថ្ងៃទី13ខែ4ណាបាត់អីវ៉ាន់អញ្ចឹងទៅក៏ស្ទះការងារឥឡូវមកក្រោយផ្ទះមកមើលដំណាំធំនេះផ្លែវាប៉ុណ្ណេះហើយតើបងប្អូននេះបេះបានដល់នេះវាមានធំខ្លះតូចខ្លះលាយឡំគ្នាពងពេញក្តាប់បងប្អូនអើយពងពេញហើយអាចលបាក់មួយខែពីរខែទៀតពេញទីទៀតប៉ុន្តែមិនដឹងអត់ខ្លាយអត់ទីផ្សារទៀតទេនេះក្រូចបងប្អូននេះក្រូចពោធិ៍សាត់ប៉ុណ្ណេះហើយក្រូចពោធិ៍សាត់ក៏មានដីតូចដែរតែដាំគ្រប់ប្រភេទនេះសាក់ក្រូចទុំមួយដែរបងប្អូននេះអានេះវាខ្វះទឹកអញ្ចឹងវាអាខ្លះវាទុំមួយល្អដែរតែប៉ុន្តែភាគច្រើនគឺតូចចេះសបូនេះតូចចេះសបូវាចិត្តដល់ថ្ងៃហើយអីវ៉ាន់ឡូវយូបងប្អូនអើយMr. D ដូចយ៉ាប់ដល់ឥឡូវខ្ញុំចាប់ដើមទៅសេបតខ្លួនឯងធ្វើបតខ្លួនឯងវិញអញ្ចឹងទៅយើងស្ងាត់ផុសមួយរយៈសិនប្រហែលជាអាច2ខែទៅ3ខែបានគូចប់ព្រោះដោយសារតែ switch change ផងបតខ្លះ D ផងអញ្ចឹងវាយូរអញ្ចឹងហើយចាប់ថ្ងៃទៅប្រហែលជាមិនសូវបានផុសវីដេអូទេបងប្អូននេះស្ញើកបងប្អូនសាក់ក្តាប់ហ្នឹងស្ញើកចាំមើលដល់ពេលប្រមូលផលតើមានហាងឆេងដែរអត់ចាំមើល